ទីបំផុតសម្រែកដ៏គួរឲ្យរន្ធត់ក៏បានស្ងប់ស្ងាត់ទៅសាច់ដុំរបស់គាត់ចាប់ផ្ដើមផ្សំឡើងវិញហើយរាងកាយទាំងមូលក៏ចាប់ផ្ដើមជាសះស្បើយឡើងវិញជាលំដាប់ជួហ្វានដកដង្ហើមធំឡើងមកដោយក្តីធូរស្រាលក្នុងចិត្តជាខ្លាំងព្រោះដំណើរការចិត្តនឹងត្រូវបញ្ចប់ទៅហើយតែនៅខណៈពេលដែលសាច់ដុំបានដុះត្រឡប់មកវិញគឺត្រង់កងដៃស្ដាំរបស់គាត់នៅតែមានសភាពទទេស្អាតដដែលធ្វើឲ្យគេមានភាពស្ទាក់ស្ទើរមិនហ៊ានប៉ះពាល់ជើងគីលីនឡើយមួយសន្ទុះក្រោយមកជើងគីលីនដ៏មានថាមពលក៏ចាប់ផ្ដើមមានចលនាញ័រទៅត្រឹករួចផ្លាស់ទីយឺតសម្ដៅឆ្ពោះទៅរកកងដៃដែលដាច់របស់ជួហ្វានលុះនៅពេលដែលពួកវាបានបើកការប្រឆាំងតតាំងភ្លាមតែម្ដងមុនពេលដែលជួហ្វានអាចមានប្រតិកម្មទាន់មានពន្លឺពណ៌ក្រហមឆ្អៅមួយខ្សែបានបាញ់ទម្លុះចូលទៅក្នុងជម្រៅចិត្តរបស់គាត់រួចហើយជួហ្វានក៏បានស្រែកឡើងមកទាំងក្តីឈឺចាប់ជាពន់ពេកនៅក្នុងភាពទំនេរល្វឹងល្វើយនៃស្មារតីរបស់គេមានលេចឡើងនៅរូបរាងសត្វគីលីនពណ៌ក្រហមមួយក្បាលកំពុងតែស្រែកគ្រហឹមចង់បំផ្លាញចោលនៅអ្វីគ្រប់យ៉ាងមនុស្សតូចតាចអីឯងគ្រាន់តែជាមនុស្សធម្មតាធម្មជាតិសោះចង់មកបើកការបង្រួបបង្រួមជាមួយវិញ្ញាណសត្វទេវៈរបស់អញផងមែនទេពិតជាឈួតឡប់សតិពិតមែនខណៈពេលដែលសត្វគីលីនកំពុងតែត្រៀមខ្លួននឹងបង្កឲ្យកើតមាននូវភាពវឹកវរតទៅទៀតនោះស្រាប់តែមានសម្លេងនាគស្រែកក្រហមយ៉ាងខ្លាំងលាន់បន្លឺឡើងកាត់វាគឺជាព្រលឹងនាគរបស់ជួហ្វានដែលមិនបានថយក្រោយសូម្បីតែមួយជំហានគឺវាបានស្ទុះទៅបើកការតតាំងជាមួយនឹងសត្វគីលីនភ្លាមមិនខុសអីពីករណីជិតស្លាប់បាត់បង់ជីវិតរបស់ហាងភូឈីងធាននោះទេតួនាទីពិតរបស់ព្រលឹងនាគគឺត្រូវចេញមុខមកថែរក្សាការពារម្ចាស់របស់វាជានិច្ចសត្វគីលីនសម្លឹងមើលទៅវាដោយកសែភ្នែកមើលងាយបំផុតគ្រាន់តែថាមពលនាគកាកសំណល់សោះវាប្រើជើងត្រឹមតែមួយជំហានក៏អាចធាក់រុញច្រានធ្វើឲ្យព្រលឹងនាគត្រូវខ្ទាតទៅឆ្ងាយភ្លាមកម្លាំងសមត្ថភាពគឺមានភាពខុសគ្នាដាច់ឆ្ងាយណាស់មនុស្សតូចតាចអើយអញដាច់ខាតនឹងធ្វើឲ្យវិញ្ញាណព្រលឹងរបស់ឯងត្រូវរលាយសាបសូន្យខ្ចាត់ខ្ចាយអស់រលីងជាក់ជាមិនខានសត្វគីលីនបានប្រកាសឡើងដោយសំឡេងដ៏ត្រជាក់ស្រទុំពេញទៅដោយក្តីខឹងសម្បារមហិមាប៉ុន្តែនៅមុនពេលដែលវាអាចមានឱកាសបានចុះដៃធ្វើសកម្មភាពអ្វីមួយទាន់នោះស្រាប់តែមានសំឡេងបក្សីស្រែកយំមួយបានលាន់បន្លឺឡើងពីចម្ងាយសត្វគីលីនងាកផ្ទៃមុខទៅមើលក៏បានឃើញមានបក្សីវិញ្ញាណបៃតងដ៏ធំសម្បើមមួយក្បាលកំពុងតែជះចេញនៅពន្លឺពណ៌បៃតងចិញ្ចែងចិញ្ចាចវាបានឈរសម្លឹងមើលទៅកាន់បក្សីវិញ្ញាណបៃតងនោះទាំងក្តីភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងចិត្តមិត្តចាស់របស់ខ្ញុំអើយក្មេងប្រុសម្នាក់នេះគឺត្រូវបានជ្រើសរើសដោយរូបខ្ញុំផ្ទាល់រួចជាស្រេចទៅហើយថ្ងៃក្រោយទៅគេច្បាស់ជានឹងមានប្រយោជន៍ធំដល់ពួកយើងជាក់ជាមិនខានរីឯចំពោះរូបអ្នកវិញព្រោះតែបានស្លាប់បាត់បង់ជីវិតទៅហើយនោះក៏ចូលព្រមលះបង់ចោលនៅរាល់ចិត្តចងគំនុំទាំងឡាយចោលទៅចុះហើយចាក់ចេញទៅដោយសន្តិភាពទៅជួហ្វានចាប់ផ្ដើមដឹងខ្លួនឡើងវិញតែមានសភាពភ្នែកស្រពេចស្រពិលខ្លាំងតើពេលនេះខ្ញុំនៅមានជីវិតរស់រានទៀតមែនទេគេបានប្រឹងលើកកងដៃខាងឆ្វេងរបស់ខ្លួនឡើងមកដោយមិនដឹងខ្លួនខណៈដែលនៅក្នុងចិត្តចាប់ផ្ដើមមានការកើតមាននូវស្មារតីច្បាស់លាស់ឡើងវិញជួហ្វានបាននឹកឃើញទៅដល់ខណៈពេលដែលគេទើបតែបានចាប់ផ្ដើមបើកការបង្រួបបង្រួមជាមួយនឹងជើងគីលីនគេលុបបំមានអារម្មណ៍ដឹងយ៉ាងច្បាស់ពីធម៌ពលចងគំនុំដ៏ខ្លាំងក្លាអស្ចារ្យចុះមាននរណាទៅអាចនឹកស្មានដឹងទៅចេះថាកងជើងគីលីនត្រឹមតែមួយចំហៀងបែរជាមានលាក់ផ្ទុកនៅចិត្តចងគំនុំដ៏ជ្រាលជ្រៅដល់កម្រិតនឹងសោះនោះហើយគឺជាមូលហេតុពិតប្រាកដដែលធ្វើឲ្យរូបគេត្រូវដួលសន្លប់បាត់បង់អស់ស្មារតីកាលពីមុននេះព្រោះធម៌ពលវិញ្ញាណរបស់សត្វទេវៈដែលមានចិត្តចងគំនុំខ្លាំងកម្រិតនេះគឺពិតជាអាចមានសមត្ថភាពធ្វើឲ្យវិញ្ញាណព្រលឹងរបស់អ្នកដទៃត្រូវរលាយសាបសូន្យបាត់បង់ទៅក្នុងមួយប៉ព្រិចភ្នែកបានយ៉ាងងាយប៉ុន្តែជួហ្វានគឺពិតជាមិនបាននឹកស្មានសោះខ្លួនឯងនៅតែអាចរក្សាផ្លូវមានជីវិតរស់បានដដែលគេបានលបគិតថាតើអាចទៅរួចដែរឬទេថាសត្វគីលីនស្រាប់តែលេចនៅចិត្តអាណិតអាសូរមកលើរូបខ្ញុំភ្លាមបែបនេះគេបានប្រឹងក្រវីក្បាលរបស់គេស្រាលទាំងក្តីងឿងឆ្ងល់ជាខ្លាំងលុះនៅខណៈពេលដែលកំពុងតែត្រៀមខ្លួនក្រោកឈរឡើងគេក៏បានលបបញ្ចេញនូវធម៌ពលកម្លាំងកាយមកដោយមិនដឹងខ្លួនចេញមកពីត្រង់កងដៃខាងស្ដាំរបស់ខ្លួនជួហ្វានស្រាប់តែរឹងរូបរាងកាយឈឹងភ្លាមរួចប្រកាសបង្វែរផ្ទៃមុខទៅសម្លឹងមើលខាងស្ដាំដៃយឺតរីឯនៅឯត្រង់ទីតាំងមួយនោះមានកងដៃថ្មីមួយដែលមានជះចេញនៅពន្លឺពណ៌ក្រហមឆ្អៅដើរមកបំពាក់ជំនួសឲ្យកងដៃចាស់ដែលបានដាច់បាត់បង់ទៅសពគ្រប់ហើយលុះមានអារម្មណ៍ដឹងយ៉ាងច្បាស់ពីធម៌ពលដ៏ខ្លាំងក្លាគួរឲ្យខ្លាចរន្ធត់ចិត្តបំភាយចេញមកពីកងដៃខាងស្ដាំថ្មីមួយនេះហើយនោះជួហ្វានក៏កើតមានចិត្តសប្បាយរីករាយជាខ្លាំងនៅក្នុងជម្រៅចិត្តព្រមទាំងបានលេចចេញនៅស្នាមញញឹមដ៏មានក្តីសុខពេញផ្ទៃមុខជានិច្ចទីបំផុតអញពិតជាអាចសម្រេចបាននូវភាពជោគជ័យនៅក្នុងការបើកការបង្រួបបង្រួមជាមួយនឹងកងជើងគីលីនបានសម្រេចពិតប្រាកដមែនហើយព្រោះស្ថិតនៅជាមួយកងដៃថ្មីដ៏មានអំណាចមួយនេះរូបអញច្បាស់ជាអាចមានលទ្ធភាពគ្រប់គ្រងលើរាល់ធម៌ពលដ៏ខ្លាំងក្លាហិមាញ់របស់សត្វទេវៈបានជាក់ជាមិនខានគិតគូរនៅក្នុងចិត្តបែបនេះភ្លាមគេមានក្តីរំភើបញាប់ញ័រចិត្តខ្លាំងណាស់រហូតដល់ថ្នាក់ប្រញាប់ហោះខ្លួនឡើងទៅលើអាកាសដើម្បីមកក្រឡេកមើលទៅកាន់ទិដ្ឋភាពដែលស្ថិតនៅឯផ្នែកខាងក្រោមនៃភ្នំព្រំហង្សខ្មៅជួហ្វានបានបើកភ្នែករបស់គេធំរួចហើយក៏បានលេចនៅស្នាមញញឹមឡើងដោយក្តីសប្បាយរីករាយជាពន់ពេកព្រោះដឹងច្បាស់ថានៅក្នុងពេលនេះរូបគេគឺអាចមានសមត្ថភាពហោះហើរត្រសែតនៅលើអាកាសបានយ៉ាងងាយស្រួលដែលវាបានដើរតួជាភស្តុតាងបង្ហាញយ៉ាងច្បាស់កន្លែងថាកម្រិតថ្នាក់សមត្ថភាពក្បាច់គុណរបស់គេគឺត្រូវបានហក់ឡើងខ្ពស់ខ្លាំងបាត់ទៅហើយជួហ្វានបានបើកការបង្ហូរធម៌ពលក្បាច់គុណឲ្យជួយរត់ពេញរាងកាយរបស់គេដោយភាពស្ងប់ស្ងាត់បំផុតគឺនៅក្នុងខណៈពេលនេះកម្រិតសមត្ថភាពរបស់អញបានហក់ឡើងមកដល់ថ្នាក់ទី3នៃឋានសួគ៌បាត់ទៅហើយលីឡំលោកលំទៅដោយរាល់ការតាមថែរក្សាការពារដ៏មានអំណាចពីសំណាក់សរសៃព្រលឹងនាគមាសរួមជាមួយនឹងលទ្ធផលនៃការបើកការកែលម្អរូបរាងកាយឲ្យមានភាពល្អប្រសើរឡើងវិញមកនឹងគឺទោះបីជាស្ថិតនៅក្នុងសម័យកាលដ៏មានភាពរុងរឿងខ្លាំងបំផុតរបស់ហាងភូឈីងធានទៅហើយនោះក៏ដាច់ខាតមិនអាចមានលទ្ធភាពយកមកបើកការប្រៀបធៀបជាមួយនឹងរូបអញបានឡើយជួហ្វានបានប្រឹងបិទភ្នែកទាំងសងខាងរបស់គេចុះដើម្បីផ្ចង់ស្មារតីអារម្មណ៍របស់ខ្លួនឲ្យមានភាពស្ងប់ស្ងាត់បំផុតប៉ុន្តែស្រាប់តែភ្លាមនោះសំឡេងខ្យល់បក់យ៉ាងខ្លាំងក៏បានលាន់បន្លឺឡើងខណៈដែលមានពន្លឺពណ៌ក្រហមឆ្អៅជាច្រើនខ្សែបានចាប់ផ្ដើមបាញ់ជះចេញមកពីក្នុងខ្លួនរបស់គេភ្លាមគ្រាន់តែស្ថិតនៅក្នុងខណៈពេលត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះពន្លឺពណ៌ក្រហមដ៏មានអំណាចមហិមាមួយខ្សែនោះបានបើកការបាញ់រុករានទៅដល់ទីតាំងចម្ងាយរាប់រយម៉ាយរួចហើយក៏បានបាញ់ត្រឡប់ចូលមកបំពាក់នៅក្នុងខ្លួនរបស់គេវិញដដែល
លោកស្រីចាស់តើអ្នកឯងក៏អាចមានលទ្ធភាពលោកពមមានអារម្មណ៍ដឹងពីសញ្ញាធម្មពលមួយនេះដូចគ្នាដែរមែនទេចាស់ទុំលីបានប្រកាសបង្វែរខ្សែភ្នែកទៅសម្លឹងមើលមុខលូយុនឆាងទាំងក្តីភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងចិត្តជាមួយនឹងបបោមាត់ដ៏មានចលនាញ័រទៅត្រឹកនាងបានឆ្លើយតបត្រឡប់ទៅវិញទាំងក្តីបារម្ភក្នុងចិត្តខ្លាំងថាពិតប្រាកដណាស់លោកចាស់វាហាក់បីដូចជាទើបតែមានសញ្ញាធម្មពលដ៏ខ្លាំងក្លាអ្វីម្យ៉ាងទើបតែបានបើកការបាញ់ឆ្លងកាត់ទីតាំងមួយនេះអញ្ចឹងសូម្បីតែពួកចាស់ទុំទាំង4នាក់ក៏អាចមានលទ្ធភាពលោកពមានអារម្មណ៍ដឹងពីធម្មពលដ៏គួរឲ្យខ្លាចមួយនេះដូចគ្នាដែរខណៈនោះស្លាបឈាមបិសាចបានបាញ់ត្រឡប់ចូលមកបំពាក់នៅក្នុងខ្លួនជួហ្វានវិញសពគ្រប់សម្រាប់ការបើកការវឹកហាត់នៅក្នុងលើកនេះស្លាបឈាមបិសាចគូកាយរបស់ខ្ញុំក៏ត្រូវបានទទួលបាននៅការបាញ់ទម្លុះឲ្យឡើងមកដល់ថ្នាក់កម្រិតឋានសួគ៌ដូចជាកម្រិតសមត្ថភាពពិតរបស់ឯងដូចគ្នាដែរហើយតើហើយល្បឿននៃការហោះហើររបស់វាគឺមានសភាពលឿនស្លេវខ្លាំងជាងធម្មពលវិញ្ញាណនៃការបញ្ចាំងរូបរាងកាយទៅទៀតនោះឯងអស់លោកពួកចាស់ទុំទាំងឡាយចូលពួកលោកបញ្ញាប់នាំគ្នាធ្វើដំណើរមកជួបជុំគ្នានៅត្រង់ទីតាំងនេះភ្លាមទៅសំឡេងដ៏មានអំណាចរបស់ជូហ្វានបានលាន់បន្លឺភាយចេញមកពីខាងលើអាកាសលុះនៅពេលដែលបានឮបទបញ្ជាបែបនេះភ្លាមចាស់ទុំលីរួមជាមួយនឹងលូយុនឆាងក៏មិនបានបង្អង់ពេលវេលាយូរឡើយពួកគេបានប្រញាប់បោះជំហានជើងសម្ដៅត្រង់ទៅកាន់ទីតាំងព្រៃអភិញ្ញាណផ្លេតខណៈនោះយ៉ានហ្វូក៏បានប្រញាប់បញ្ឈប់រាល់សកម្មភាពការងាររបស់ខ្លួនភ្លាមដូចគ្នាដែរដើម្បីទៅចូលរួមដំណើរជាមួយពួកចាស់ទុំទាំង4នាក់សម្ដៅត្រង់ទៅកាន់ទីតាំងស្នូកណ្ដាលនៃរង្វង់វេទមន្តការពារភ្លាមលុះនៅខណៈពេលដែលមនុស្សគ្រប់គ្នាបានមកជួបជុំគ្នាអស់សពគ្រប់ហើយជូហ្វានក៏បានបោះជំហានជើងដើរលេចមុខចាក់ចេញមកពីក្នុងព្រៃអភិញ្ញាណយឺតមនុស្សគ្រប់គ្នាក៏បានប្រញាប់អោនក្បាលលុតជង្គង់ចុះដើម្បីបង្ហាញពីក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតទៅកាន់រូបគេទឹកមុខរបស់ជូហ្វានគឺមានសភាពស្ងប់ស្ងាត់ខ្លាំងណាស់ព្រោះចាប់តាំងពីខណៈពេលដែលទទួលបានកងដៃថ្មីត្រឡប់មកបំពាក់ជំនួសវិញរួចរាល់ហើយនោះវាមិនមែនមានត្រឹមតែជួយធ្វើឲ្យស្ថានភាពផ្លូវចិត្តផ្លូវវិញ្ញាណរបស់គេអាចប្រែមកជាមានសភាពល្អប្រសើរឡើងវិញពិតមែននោះទេប៉ុន្តែកម្រិតសមត្ថភាពក្បាច់គុណរបស់គេក៏ត្រូវបានទទួលរងនឹងការបាញ់ទម្លុះឲ្យហក់ឡើងខ្ពស់ខ្លាំងដូចគ្នាដែរយ៉ានហ្វូបានលបបើកការសង្កេតមើលទៅកាន់កងដៃខាងស្ដាំថ្មីសន្លាងមួយនោះទាំងក្តីងឿងឆ្ងល់ជាខ្លាំងនៅក្នុងចិត្តខណៈពេលដែលចាស់ទុំលីបានលួចគិតគូរដេញដោលនៅក្នុងជំរឿចិត្តខ្លួនឯងថាគឺគ្រាន់តែខំចំណាយពេលវេលាក្នុងការលាក់ខ្លួនវឹកហាត់ត្រឹមតែ1ខែពេញសោះប៉ុន្តែការបណ្ដុះបណ្ដាលធម៌ពលក្បាច់គុណរបស់គាត់បែរជាអាចមានសមត្ថភាពហក់ឡើងមកដល់ថ្នាក់ទី3នៃឋានសួគ៌បានយ៉ាងងាយស្រួលបាត់ទៅហើយមកនឹងបុគ្គលម្នាក់នេះគឺពិតជាមានចរិតសាហាវមិនខុសអីពីសត្វបិសាចឡើយពិតមែនតើមានន័យថារូបខ្ញុំបានចំណាយពេលចូលទៅក្នុងសមាធិអស់រយៈពេលយ៉ាងយូរណាស់មកហើយមែនទេជួហ្វានបានហើបមាត់ចេញមុខមកសាកសួរដេញដោលដល់មនុស្សគ្រប់គ្នាគឺមានរយៈពេលប្រហែលជាមេ1ខែពេញបាទលោកម្ចាស់យ៉ានហ្វូបានបោះជំហានជើងដើរទៅខាងមុខបន្តិចរួចអោនក្បាលរបស់គេចុះក្រោមដើម្បីជម្រាបឆ្លើយតបតាមត្រង់វាពិតជារឿងដែលមិនអន់ទាល់តែសោះឡើយព្រោះនៅក្នុងអំឡុងពេល1ខែពេញកន្លងមកនេះពួកលោកគ្រប់គ្នាគឺសុទ្ធសឹងតែបានបំពេញភារកិច្ចការងារការពារទីនេះបានយ៉ាងល្អដិតដល់ខ្លាំងណាស់គឺគ្រាន់តែការចាត់ចែងបញ្ជូនពួកសត្វបិសាចឲ្យទៅបើកការពិនិត្យមើលតែបន្តិចគឺរូបខ្ញុំពិតជាមានសេចក្តីពេញចិត្តនិងពេញថ្លើមជាខ្លាំងទៅលើរាល់លទ្ធផលនៃការបើកការការពារនៅរាល់ស្ថានភាពសន្តិសុខនៅជុំវិញទីនេះជូហ្វានបានលេចនៅស្នាមញញឹមឡើងស្រាលប្រសិនបើអញទាយមិនខុសទេរបស់របរទាំងនោះគឺសុទ្ធសឹងតែជាវត្ថុមានតម្លៃដែលមេបញ្ជាការបានចាត់ចែងឲ្យមនុស្សផ្ញើយកមកប្រគល់ជូនរូបអញពិតប្រាកដមែនហើយមែនទេចុះតើវាជាអ្វីទៅចេះដែលសូម្បីតែពួកយើងខ្លួនឯងក៏នៅមិនទាន់អាចមានលទ្ធភាពកលេចមើលដឹងច្បាស់លាស់បានផងនោះចាស់ទុំលីបានឈរសម្លឹងមើលចំទៅកាន់ជូហ្វានទាំងក្តីមិនចង់ជឿនឹងត្រចៀកខ្លួនឯងរួមទាំងមានក្តីភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងជំរឿចិត្តរូបខ្ញុំគឺមានលាក់ផ្ទុកនៅរាល់វត្ថុកំណប់ទ្រព្យមានតម្លៃរាប់មិនអស់នៅក្នុងខ្លួនដដែលនឹងរីឯនៅថ្ងៃខាងមុខទៅខ្ញុំច្បាស់ជានឹងរកវិធីបើកវាចេញមកឲ្យពួកលោកបានបើកភ្នែកក្រឡេកមើលឲ្យបានទូលំទូលាយជាក់ជាមិនខានឡើយជូហ្វានបានលេចនៅស្នាមញញឹមឡើងទាំងមានរឹកពីដ៏គួរឲ្យអាត់កំបាំងបំផុតនៅក្នុងអំឡុងពេលដែលខ្ញុំបានបើកការពិនិត្យមើលស្ថានភាពសន្តិសុខខ្ញុំបានមើលឃើញយ៉ាងច្បាស់កន្លែងថាទាំងអ្នកនាងលូយុនឆាងរួមជាមួយនឹងលោកចាស់លីខឺធានគឺសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ក្នុងការបើកការឆ្លើយតបបានយ៉ាងរហ័សរហួនបំផុតរហូតអាចចុះដៃស្ទាក់ចាប់ក្រសោបយកបាននៅរាល់ពពួកសត្វបិសាចស៊ើបការរបស់ខ្ញុំបានភ្លាមតែម្ដងវាពិតជាល្អដិតដល់ខ្លាំងណាស់ចំណែកឯភារកិច្ចការងាររបស់យ៉ានហ្វូវិញគឺគ្រាន់តែខំប្រឹងរៀបចំចាត់ចែងឲ្យសមត្ថភាពរបស់ខ្លួនអាចហក់ឡើងមកដល់កម្រិតកំពូលនៃថ្នាក់ឋានសួគ៌តែប៉ុណ្ណោះដែលវាគ្រាន់តែជារឿងធម្មតាធម្មជាតិទូទៅតែប៉ុណ្ណោះសោះនឹងលន្តែផ្ទុយទៅវិញចុះចំពោះសកម្មភាពការងាររបស់អ្នកទាំង4នាក់ឯងវិញចេះជូហ្វានបានលេចនៅស្នាមញញឹមឡើងនៅក្នុងខណៈពេលដំបូងប៉ុន្តែស្រាប់តែភ្លាមនោះទឹកមុខរបស់គេក៏ត្រូវបានប្រែផ្លាស់ប្ដូរមកជាមានសភាពមើងម៉ាត់និងតឹងតែងខ្លាំងភ្លាមនៅពេលដែលគេពោលតើបទបញ្ជាដាច់ខាតរបស់អញដែលបានដាក់ឲ្យពួកឯងមានភារកិច្ចការងារមកជួយថែរក្សារារាំងការពារទីនេះគឺត្រូវបានពួកឯងនាំគ្នាលួចបំភ្លេចចោលអស់បាត់ទៅហើយមែនទេចេះព្រោះជំនួសឲ្យការមកខំប្រឹងការពារពួកឯងបែរជាមានចិត្តថ្លើមធំហ៊ានមកបើកការវីតតាំងឆ្លោះប្រកែកគ្នាទៅវិញសោះនឹងវាពិតជាមានសភាពសំណាងល្អខ្លាំងណាស់ទៅហើយដែលនៅក្នុងខែនេះគឺមិនមានអ្នកណាហ៊ានលួចចូលមកខាងក្នុងទីតាំងមួយនេះឡើយដឹងទេថាប្រសិនបើពួកឯងហ៊ានធ្វើឲ្យកិច្ចការងារបើការកែលម្អរូបរាងកាយរបស់អញត្រូវទទួលបរាជ័យមែននោះអញដាច់ខាតនឹងចោទដៃដកហូតយកអាយុជីវិតរបស់ពួកឯងចោលទាំងអស់ជាក់ជាមិនខានឡើយជូហ្វានបានប្រកាសបង្វែរខ្សែភ្នែកដ៏កាចសាហាវសម្លឹងចំទៅកាន់ចាស់ទុំទាំង4នាក់រហូតធ្វើឲ្យពួកគេម្នាក់ត្រូវកើតមានការញ័រទៅត្រឹកខ្លួនព្រោះតែក្តីភ័យខ្លាចខ្លាំងខណៈនោះចាស់ទុំម្នាក់បានប្រញាប់ចេញមុខមកពោលពាក្យសម្ដីជម្រាបដោះស្រាយជំនួសថាលោកគ្រូអើយ
ដរាបណាលោកគ្រូដាច់ខាតមិនព្រមឆក់យកនៅពពួកដង្កូវឈាមបិសាចមកធ្វើទរណកម្មដាក់លើពួកយើងទេនោះពួកយើងទាំងអស់គ្នាគឺសុខចិត្តយល់ព្រមទទួលយកនៅរាល់ការដាក់ទោសទណ្ឌកម្មទាំងឡាយពីសំណាក់លោកគ្រូដោយគ្មានចិត្តរារែកឡើយបាទឬមួយលោកគ្រូចង់ចុះដៃវាយប្រហារដាក់លើពួកយើងដោយផ្ទាល់ក៏បានដែរក្រសែភ្នែករបស់ជួហ្វានស្រាប់តែប្រែជាមានសភាពត្រជាក់និងមានភាពមុតស្រួចខ្លាំងភ្លាមបើអញ្ចឹងបានតើអញច្បាស់ជានឹងវាយប្រហារដាក់ទោសពួកឯងដោយដៃផ្ទាល់ទៅតាមតែចិត្តចង់របស់អញជាក់ជាមិនខានឡើយលុះបានឮពាក្យសម្ដីយល់ព្រមបែបនេះភ្លាមចាស់ទុំទាំង4នាក់ក៏លោបមានអារម្មណ៍ដកដង្ហើមធូរស្រាលក្នុងចិត្តបន្តិចព្រមទាំងបានលួចកើតមានក្តីត្រេកអរខ្លាំងនៅក្នុងជំរឿចិត្តរបស់ខ្លួនឯងទៀតផងជូហ្វានពោលបន្តចុះតើពួកឯងមានបំណងចង់ឲ្យអញប្រើប្រាស់ដៃខាងឆ្វេងឬក៏កង់ដៃខាងស្ដាំដើម្បីមកបើកការវាយប្រហារដាក់លើពួកឯងទៅចេះជូហ្វានបានសួរដេញដោលឡើងលុះនៅពេលដែលបានមើលឃើញថាពួកវាហាក់បីដូចជាកំពុងតែមានទំនុកចិត្តខ្ពស់លើខ្លួនឯងបែបនេះពួកយើងគឺមិនមានការកើតមាននៅចិត្តខ្វល់ខ្វាយអ្វីទាល់តែសោះឡើយបាទលោកគ្រូថាតើលោកគ្រូមានបំណងចង់ប្រើប្រាស់កង់ដៃមកខាងណាដើម្បីមកវាយពួកយើងនោះចាស់ទុំទាំង4នាក់បានប្រឹងលិចនៅស្នាមញញឹមសើចសប្បាយឡើងដើម្បីជម្រាបឆ្លើយតបត្រឡប់ទៅវិញបើអញ្ចឹងរូបអញច្បាស់ជានឹងជ្រើសរើសយកកង់ដៃខាងឆ្វេងមកប្រើប្រាស់ជាក់ជាមិនខានឡើយព្រោះដឹងខ្លួនច្បាស់ណាស់ថាប្រសិនបើអញខំប្រឹងប្រើកម្លាំងវាយពួកឯងរហូតដល់ស្លាប់បាត់បង់ជីវិតមែននោះវាច្បាស់ជានឹងបង្កឲ្យមានការខាតបង់នៅរាល់ពេលវេលារយៈពេល5ឆ្នាំពេញដែលអញបានខំចិញ្ចឹមបីបាច់ថែរក្សាពួកឯងមកដោយលំបាកជាក់ជាមិនខានឡើយជូហ្វានបានប្រកាសលើកកង់ដៃខាងឆ្វេងរបស់ខ្លួនឡើងទៅលើស្រាប់តែភ្លាមៗនោះមានសម្លេងនាគស្រែកក្រហមយ៉ាងខ្លាំងក្លាមហិមាបានលាន់បន្លឺឡើងខណៈដែលថាមពលអូរ៉ាដ៏មានអំណាចរបស់ជូហ្វានបានបើកការផ្ទុះជះចេញមកខាងក្រៅនិងបានបង្កើតឲ្យលេចចេញជារូបរាងកញ្ញាំនាគមាសដ៏ធំសម្បើមមួយគួរឲ្យខ្លាចបំផុតគឺគ្រាន់តែស្ថិតនៅក្នុងខណៈពេលត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះលំហអាកាសដែលស្ថិតនៅចំពីមុខនៃកញ្ញាំនាគមាសមួយនោះគឺសុទ្ធសឹងតែត្រូវរងនឹងការហែករហែកចេញពីគ្នាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់សូម្បីតែទីតាំងកំពូលភ្នំខ្ពស់មួយកន្លែងដែលស្ថិតនៅឯចម្ងាយយ៉ាងវែងឆ្ងាយឯណោះក៏ត្រូវរងនៅកម្លាំងថាមពលបាញ់កាត់បំបែកចេញជា3កំណាត់ភ្លាមៗតែម្ដងលុះនៅពេលដែលបានមើលឃើញច្បាស់ពីកម្រិតថាមពលបំផ្លិចបំផ្លាញដ៏ខ្លាំងក្លាគួរឲ្យខ្លាចរន្ធត់ចិត្តខ្លាំងដល់កម្រិតនឹងហើយនោះមនុស្សគ្រប់គ្នានៅជុំវិញស្រាប់តែត្រូវកើតមានការបែកញើសត្រជាក់ហូរស្រោចស្រពពេញខ្លួនភ្លាមរូបខ្ញុំគឺហាក់បីដូចជាបានលួចភ្លេចប្រាប់ដល់ពួកឯងរួចជាស្រេចហើយតើថាបន្ទាប់ពីបានលាក់ខ្លួនបិទបន្ទប់វឹកហាត់អស់រយៈពេល1ខែពេញកន្លងមកនេះរូបខ្ញុំគឺបានបើកការរួមបញ្ចូលគ្នាជាមួយនឹងសរសៃព្រលឹងនាគមាសបានយ៉ាងល្អដិតដល់ខ្លាំងណាស់ហេតុដូច្នេះហើយរាល់ជំនាញគុណពិសេសទាំងឡាយណាដែលកាលពីមុនលោកប្រុសធំហាងភូឈីងធានធ្លាប់មានសមត្ថភាពយកមកប្រើប្រាស់បាននោះគឺសម្រាប់នៅក្នុងខណៈពេលនេះរូបខ្ញុំគឺអាចមានលទ្ធភាពយកមកប្រើប្រាស់បានទៅតាមតែចិត្តចង់របស់ខ្ញុំគ្រប់ពេលវេលាទាំងអស់ដដែលជូហ្វានលេចនៅស្នាមញញឹមដ៏គួរឲ្យចម្លែកចិត្តខ្លាំងរួចហើយក៏បានលុបបក់ប្រញាំនាគមាសនោះសម្ដៅត្រង់ទៅខាងមុខភ្លាមដែលដឹងខ្លួនច្បាស់ណាស់ថាប្រសិនបើការវាយប្រហារដ៏សាហាវឃោឃៅមួយក្បាច់នេះពិតជាត្រូវបាញ់ទៅបុកចម្រាងកាយរបស់ចាស់ទុំទាំង4នាក់មែននោះគឺសូម្បីតែកម្ពុជាអ្នកជំនាញក្បាច់គុណដ៏ខ្លាំងពូកែដែលស្ថិតនៅក្នុងកម្រិតព្រះទៅហើយនោះក៏ដាច់ខាតត្រូវតែរងគ្រោះថ្នាក់ធ្លាក់ខ្លួនទៅជាមនុស្សពិការឬក៏ត្រូវស្លាប់បាត់បង់ជីវិតភ្លាមជាក់ជាមិនខានឡើយហេតុនេះទើបធ្វើឲ្យមនុស្សគ្រប់គ្នាមានការភ័យរន្ធត់ចិត្តជាខ្លាំងលោកប្រុសជូហ្វានសម្រាប់នៅក្នុងពេលនេះគឺពិតជាមានកម្លាំងសមត្ថភាពក្បាច់គុណខ្លាំងក្លាមហិមាគួរឲ្យខ្លាចខ្លាំងណាស់ពិតមែនលោកគ្រូអើយកម្លាំងធម៌ពលរបស់កញ្ញាំនាគមាសមួយនេះគឺពិតជាមានភាពអស្ចារ្យនិងមានភាពខ្លាំងក្លាខ្លាំងណាស់លោកគ្រូចាស់ទុំម្នាក់បានលេចនៅស្នាមញញឹមឡើងនៅត្រង់ចុងមាត់របស់គេដើម្បីប្រញាប់ប្រញាល់បើកការផ្លាស់ប្ដូរបង្វែរប្រធានបទនិយាយភ្លាមថាប៉ុន្តែលោកគ្រូចុះតើចំពោះកង់ដៃខាងស្ដាំរបស់លោកគ្រូវិញចេះតើវាអាចមានសមត្ថភាពបើកការផ្លាស់ប្ដូររូបរាងកាយបានដូចជាកង់ដៃខាងឆ្វេងដែរឬទេបាទគេមានបំណងចង់ដឹងយល់ពីបំណងចិត្តពិតប្រាកដរបស់ជូហ្វានតែប៉ុណ្ណោះប៉ុន្តែផ្ទុយទៅវិញគឺមានលទ្ធភាពធ្វើទៅបានតែចំពោះកង់ដៃខាងឆ្វេងតែម្ខាងតែប៉ុណ្ណោះសោះនឹងជូហ្វានបានប្រឹងគ្រវីក្បាលរបស់គេស្រាលៗព្រមទាំងបានលេចនៅស្នាមញញឹមឡើងស្រាលៗព្រោះដឹងច្បាស់ពីចិត្តនិងបំណងពិតប្រាកដរបស់អាបេសាចក្រមទៅហើយ